តោះសប្តាហ៍មុនខ្ញុំបានដាក់ homework ឲ្យគ្នាយើងធ្វើបាទអញ្ចឹងគ្នាយើងបានធ្វើហើយខ្ញុំបានស្រង់ពីខាងក្រុម Telegram មកគឺមាន2ហ្នឹងបាទឃើញខាងណាដូចសូលីមួយហ៎សូលីហើយលយហ៎បាទបានធ្វើណាបាទតោះឥឡូវគឺសុំឲ្យខាងលយជួយអានតិចមកលយអានជាភាសាខ្មែរយើងតិចមកបាទអានភាសាខ្មែរយើងតិចមកបាទគ្រូបាទសីហាគឺជានិស្សិតម្នាក់ដែលសិក្សាផ្នែកសារព័ត៌មាននៅថ្ងៃអនាគតគិតចង់ខ្លាយទៅជាអ្នកសារព័ត៌មានបាទដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជាបាទហ្នឹងហើយអញ្ចឹងសីហាជាឈ្មោះរបស់មនុស្សអញ្ចឹងបើឈ្មោះរបស់មនុស្សគេផ្ដើមដោយអក្សរធំតែមួយឯងគេអត់ទៅសេអក្សរធំយ៉ាងអស់ទេណាបាទសីហានឹងសេត្រូវហើយប៉ុន្តែគ្រាន់តែយើងអត់ទៅសេអក្សរធំយ៉ាងអស់ទេធម្មតាឈ្មោះគេផ្ដើមតែអក្សរ S ធំមួយឯងដូចសីហាអញ្ចឹងគេសេតែប៉ុណ្ណឹងមកនឹងសីហាតើអត់យល់បានទេតើបាទអញ្ចឹងសីហា is a student who study បាទ section journalist អញ្ចឹងហ៎បាទ in future he wants to journalist famous in Cambodia បាទអញ្ចឹងអត់ទាន់ត្រូវទេប្រយោគណាអញ្ចឹងសីហាជាឈ្មោះរបស់មនុស្សអញ្ចឹងសីហាជាឈ្មោះរបស់មនុស្សគឺឈ្មោះសីហានឹងដែរអីហ៎ហើយដោយសារសីហានឹងជាឈ្មោះរបស់មនុស្សអញ្ចឹងយើងត្រូវប្រើមួយ verb to be គឺជានេះបាទគឺជានឹងយើងប្រើ is នេះយើងប្រើ is នេះបាទហើយដល់ពេលនិស្សិតម្នាក់ហ្នឹងគឺ student ត្រូវហើយបាទនិស្សិតម្នាក់ហ្នឹងគឺបាទ student ហ្នឹងត្រូវហើយបាទដល់ពេលដែលបាទដែលហ្នឹងគឺបាទយើងប្រើពាក្យ who ដែលហ្នឹងនៅក្នុងករណីហ្នឹងយើងប្រើពាក្យ who មូលហេតុដែលបាទយើងត្រូវប្រើពាក្យ who ដោយសារខាងមុខនេះនាមដែលស្ថិតនៅខាងក្រោយ verb to be ជាមនុស្សណាជាមនុស្សអញ្ចឹងបើសិនជាមនុស្សអញ្ចឹងកន្លែងហ្នឹងយើងត្រូវដាក់ who គឺយើងត្រូវដាក់ who ត្រូវដាក់ who ហើយដល់ពេលសិក្សាដោយសារមនុស្សនេះមានម្នាក់នេះសិក្សាយើងប្រើពាក្យ study នេះត្រូវហើយប៉ុន្តែគេអត់ចេះថាពិតពាក្យ study សរសេរចេះទេសេចក្ដីពាក្យហ្នឹងណាប៉ុន្តែដោយសារ subject របស់វាមានន័យថាប្រធានរបស់វាខាងមុខនេះវាជាឈ្មោះរបស់មនុស្សបាទ student ណាសីហា is a student អញ្ចឹងនិយាយ student វាជាមនុស្សហើយមនុស្សហ្នឹងមានតែម្នាក់ទៀតបើម្នាក់អញ្ចឹងវាជំនួស he she it អញ្ចឹងជំនួស he she it អញ្ចឹងអាពាក្យ study នេះគឺយើងត្រូវបដូរអក្សរ y បន្ថែម i es ចាឃើញទេ es ចាណាបាទ es ចាដល់ទៅពេលបាទផ្នែកសារព័ត៌មានជាធម្មតាផ្នែកសារព័ត៌មានគេប្រើពាក្យថា press នេះ press ឬក៏យើងអាចប្រើពាក្យមួយយ៉ាងទៀតថា telecommunication ស្គាល់ពាក្យហ្នឹងហ៎ telecommunication ធ្លាប់ឮពាក្យហ្នឹងហ៎អ្នកយើងធ្លាប់ហ៎អត់បងលោកគ្រូអត់ធ្លាប់ទេនៅហ្នឹងនៅប្រទេសកម្ពុជាយើងមានមុខវិជ្ជាមួយមានខាងផ្នែកសាលាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងគេមានបង្រៀនបាទផ្នែកសារព័ត៌មានហ្នឹងណាបាទអញ្ចឹងគេមានបង្រៀនផ្នែកសារព័ត៌មានណាអញ្ចឹងផ្នែកសារព័ត៌មានហ្នឹងបាទគេមានបង្រៀនណាគេមានបង្រៀនផ្នែកសារព័ត៌មានហ្នឹងហើយជាពិសេសនិស្សិតយើងដែលរៀនចេញមកពីហ្នឹងទៅធ្វើការល្បីដែលតាក់ទងមួយសារព័ត៌មានហ្នឹងអញ្ចឹងណាបាទអញ្ចឹងនៅក្នុងករណីនេះផ្នែកសារព័ត៌មាននេះពាក្យដែលយើងត្រូវមើលផ្នែកសារព័ត៌មានបាទផ្នែកសារព័ត៌មានបាទខ្ញុំ highlight អញ្ចឹងឲ្យណាបាទអញ្ចឹងផ្នែកសារព័ត៌មានគេអត់ប្រើពាក្យ section journalist អញ្ចឹងទេណាបាទគេប្រើពាក្យថាយើងប្រើអាន2ទី1ខ្ញុំដក clear នេះសិនបាទដក clear សិនទី1យើងអាចប្រើថា journalism ចឹងក៏បានឬក៏យើងអាចប្រើមួយទៀតថា press អញ្ចេះក៏បានដែរ press ហ្នឹងគឺផ្នែកសារព័ត៌មាននោះដែរណា press អញ្ចឹងតែប៉ុណ្ណឹងមកចប់ហើយមិនដាក់ផ្នែកអីទៅព្រោះអាពាក្យហ្នឹងយើងបកប្រែថាផ្នែកហ្នឹងហើយវាប្រកបផ្នែកនៅហ្នឹងហើយយល់បានទេតើអត់យើងបាទអញ្ចឹង
ដល់ពេលយើងអានមានន័យថា journalism ឬក៏ press អាហ្នឹងយើងបកប្រែថាផ្នែកសារព័ត៌មានហ្នឹងណាដល់ពេលអញ្ចឹងយើងដាក់មានសញ្ញាខណ្ឌមួយអញ្ចឹងភាសាអង់គ្លេសគេត្រូវដាក់សញ្ញាចុចមួយត្រូវមានសញ្ញាចុចនេះមួយឃើញទេត្រូវមានសញ្ញាចុចនេះមួយអញ្ចឹងបើមានសញ្ញាចុចហ្នឹងមួយអញ្ចឹងវាខណ្ឌឡើងនឹងដាច់ដល់ពេលពាក្យថ្ងៃអនាគតនេះពាក្យថ្ងៃអនាគតអញ្ចឹងថ្ងៃអនាគតគេផ្ដើមអក្សរធំមួយគេប្រើពាក្យថា in ហ្នឹងយើងអត់សរសេរអក្សរតូចដោយសារវានៅដើមប្រយោគអញ្ចឹងគេត្រូវសរសេរអក្សរ i ធំចេះ in ហ្នឹងគឺត្រូវតែមានដកមួយទៀតដកហ្នឹងគឺបកប្រែអត់ចេញទេគ្រាន់គេដឹងថា in the future ហ្នឹងគឺវាបញ្ជាក់អំពីថ្ងៃអនាគតហ្នឹងពេលវេលាថ្ងៃអនាគតហ្នឹងឃើញទេគាត់ចង់ខ្លាយ he wants បាទត្រូវហើយយើងបន្ថែម s ហ្នឹងត្រូវហើយបាទ he want បាទចង់ខ្លាយចង់តែមកពាក្យហ្នឹងបកប្រែចង់មួយម៉ាត់ទេណាខ្លាយទៅជាបាទខ្លាយទៅជាខ្លាយទៅជាបាទខ្លាយទៅជាបាទអញ្ចឹងខ្លាយទៅជាគេប្រើពាក្យថា want to be នេះមាន to be ពាក្យហ្នឹងណាខ្លាយទៅជាហ្នឹងគឺពាក្យ want to be ហ្នឹងទាំងអស់ចឹងបងបាទពាក្យ want to be ហ្នឹងបកប្រែថាចង់ខ្លាយទៅជាពាក្យហ្នឹងចង់ខ្លាយទៅជាអ្នកកសែតដល់ល្បីល្បាញម្នាក់នេះអញ្ចឹងអ្នកកសែតដល់ល្បីល្បាញម្នាក់អញ្ចឹងអ្នកកសែតយើងដឹងហើយអ្នកសារព័ត៌មានហ្នឹងឬក៏អ្នកកសែតហ្នឹងគេហៅអ្នកកសែតហ្នឹងឬក៏អ្នកសារព័ត៌មានហ្នឹងបាទអញ្ចឹងគេប្រើពាក្យ journalist ទៅហើយបាទប៉ុន្តែបើសិនជាយើងប្រើពាក្យថា journalism ឬក៏ press អាហ្នឹងគេហៅផ្នែកសារព័ត៌មានឬក៏ផ្សារព័ត៌មានពាក្យហ្នឹងប៉ុន្តែនៅក្នុងភាសាអង់គ្លេសកាលណាយើងនិយាយថាអ្នកសារព័ត៌មានដល់ល្បីល្បាញម្នាក់អញ្ចឹងអាពាក្យល្បីល្បាញគឺវានៅស្ថិតត្រូវតែស្ថិតនៅខាងមុខពាក្យអ្នកកសែតឬក៏អ្នកសារព័ត៌មានហ្នឹងអញ្ចឹងគេប្រើពាក្យ famous នេះ famous នេះ famous នេះយើងបកប្រែថាល្បីល្បាញម្នាក់ពាក្យហ្នឹងគឺយើងបកប្រែអញ្ចឹងតែម្ដងបាទល្បីល្បាញនេះបាទម្នាក់ហ្នឹងនេះល្បីល្បាញម្នាក់ដល់ទៅពេលនៅក្នុងប្រទេសកម្ពុជាគេប្រើពាក្យអី in នេះយើងអត់ប្រើ famous មកនេះទេ in Cambodia គេសេអក្សរ C ធំមួយតែប៉ុណ្្នឹងបានណាអញ្ចឹង Seha is a student who study journalism ឬក៏ press in the future he wants to be a famous journalist in Cambodia អញ្ចឹងមកតើអត់នេះយើងមានអីចង់សួរហ៎មានអីចង់សួរហ៎Hello អត់បងលោកគ្រូស្ដាប់ខ្ញុំឮច្បាស់ហ៎ឮលោកគ្រូឮបាទមានអីចង់សួរហ៎អាក្រមដូចគ្នាណាខ្ញុំកែតែមួយបានហើយណាអាក្រមដូចគ្នាដូចឲ្យលើដែរទេតន់មែនអត់តន់បាទបាទចឹងខ្ញុំសូមលុបអាក្រមនេះបាទហ្នឹងមានតែយើងមកទៀតណាបាទសូមទទួលមួយសិនបាទតោះឥឡូវយើងបន្តទៀតបើអត់មានអីឆ្ងល់បាទយើងបន្តទៀតអញ្ចឹងពាក្យដែលយើងត្រូវរៀនថ្ងៃនេះបាទគឺខ្មែរយើងគេបកប្រែថាចៅក្រមតោះចៅក្រមអង់គ្លេសថាម៉េចនេះយើងអានថាម៉េច Judge yeah judge judge ហ្នឹងគឺចៅក្រមតើណា judge បាទចៅក្រមហ្នឹងគឺសម្រាប់ជាធម្មតាយើងប្រើចៅក្រមសម្រាប់កាត់ក្តីប៉ុន្តែចៅក្រមនេះគឺសម្រាប់កាត់ក្តីទៅលើប្រភេទកីឡាដូចកីឡាបដាល់ដូចអីហ្នឹងណាបាទដូចកីឡាបដាល់កន្លែងនេះគឺប្រើពាក្យ judge ណា judge ណាអូខេប៉ុន្តែបើសិនជាយើងបាទ judge ចៅក្រមប៉ុន្តែបើសិនជាយើងប្រើគេហៅអញ្ញាកដាលបាទចៅក្រមអញ្ញាកដាលគេប្រើពាក្យថា referee ហ្នឹងគឺអញ្ញាកដាលអញ្ញាកដាលនេះអញ្ញាកដាលណា
referee ហ្នឹងគឺអាជ្ញាកណ្ដាលណាបាទអញ្ចឹងពីចៅក្រមខ្មែរយើងនេះគឺភាសាអង់គ្លេសគេប្រើយើងអានថា judge ហ្នឹងគឺសំដៅលើចៅក្រមចៅក្រមបាទហើយដល់ពេលគ្រូបង្ហាត់ការ៉ាតេយើងអានថាម៉េចគ្រូបង្ហាត់ផ្នែកការ៉ាតេដូ Karate teacher បាទគេអានថា Karate teacher បាទ Karate teacher បាទពាក្យទី3ម្ចាស់ដីមានន័យថាគាត់ជាអ្នកម្ចាស់កម្មសិទ្ធិដីណាប៉ុន្តែអានេះយើងប្រើសម្រាប់ប្រុសឯងភេទប្រុសប៉ុន្តែបើសិនយើងចង់ប្រើសម្រាប់ភេទស្រីម្ចាស់ដីនេះគេប្រើពាក្យ landlady ភេទប្រុសយើងហៅ landlord បាទ landlord បាទ landlord បាទម្ចាស់ដីប៉ុន្តែសំដៅលើមនុស្សប្រុសបាទអញ្ចឹងណាតោះអានេះយើងតោះណាតោះណាបាទលោកគ្រូអានេះអានថា landlord បាទអានេះយើងអានថា landlady មួយ landlord អាមួយ landlady បាទយើងបកប្រែថាម្ចាស់ដីណាបាទដល់ពេលមេធាវីបាទមេធាវីបាទអញ្ចឹងមេធាវីយើងស្គាល់ថា lawyer យើងអានថា lawyer ឬក៏ពាក្យមួយទៀតខ្ញុំភ្លេចពាក្យហ្នឹងដូចជា attorney បាទ sorry attorney ចាជប់ខ្ញុំមើលសិនពាក្យហ្នឹងបាទ attorney នេះខ្ញុំឆែកមើលកាន់តែច្បាស់អាហ្នឹងក៏យើងបកប្រែមេធាវីដែរជប់ខ្ញុំមើលព្រោះខាងសេពាក្យហ្នឹងយូរហ្នឹងហើយពាក្យហ្នឹងត្រូវហើយបាទ attorney ហ្នឹងក៏ស្មើនឹងពាក្យ lawyer នេះដែរបាទមេធាវីហ្នឹងដែរពាក្យហ្នឹងណាមេធាវីបាទមេធាវីហ្នឹងអត់មានប្រាក់ខែដែលយើងណាមេធាវីហ្នឹងមិនមែនជាក្របខ័ណ្ឌរដ្ឋទេណាមេធាវីហ្នឹងគឺជាមន្ត្រីឯករាជ្យមានន័យថាយើងមិនមែនចាត់ទុកគាត់នៅក្នុងក្របខ័ណ្ឌរដ្ឋទេប៉ុន្តែគាត់ដើរការពារក្តីឲ្យអាចថាម្ចាស់ក្រុមហ៊ុន brand ណាមួយអញ្ចឹងទៅបាទគាត់យកគេហៅថាភាសាខ្មែរយើងមួយម៉ាត់ដល់ខ្លីដែលយកកាងណាបាទកាងមួយក្រុមហ៊ុនណាមួយអញ្ចឹងណាអញ្ចឹងបើសិនតែករណីនរណាម្នាក់ចង់បាទធ្វើអាជីវកម្មរំលោភទៅលើផលិតផលរបស់ភាគីម្ខាងអញ្ចឹងគេមានមេធាវីរបស់គេហ្នឹងគឺសម្រាប់ការពារក្តីឲ្យអញ្ចឹងណាអញ្ចឹងមេធាវីហ្នឹងវាជាជីវៈមួយឯករាជ្យយល់បានទេនេះយើងយល់ទេប៉ុន្តែមួយរឿងស៊ីថ្លៃដែរបាទនឹងបើខាប់ប្រាប់បន្តិចចុះបាទចលនេះយើងអត់ដឹងតោះអ្នកបោកអ៊ុតបាទអ្នកបោកអ៊ុតណាបាទអ្នកបោកអ៊ុតអញ្ចឹងអ្នកបោកអ៊ុតគេប្រើពាក្យថា laundryman បាទ laundryman បើយើងប្រើពាក្យថា laundry មួយម៉ាត់អាហ្នឹងហៅបោកអ៊ុតដែរបាទ laundry sorry laundry មួយម៉ាត់យើងហៅថាបោកអ៊ុតជា verb បោកអ៊ុតយើងបោកប្រើបោកអ៊ុតណាបោកអ៊ុតពាក្យហ្នឹង laundry បាទដល់ពេលយើងប្រើបន្ថែមពាក្យ man ចុង laundry man វាទៅជាអ្នកបោកអ៊ុតវិញអញ្ចឹងណាអ្នកបោកអ៊ុតវិញបាទហើយមួយទៀត lecturer បាទ lecturer បាទយើងហៅថាគ្រូបង្រៀនប៉ុន្តែគ្រូបង្រៀននៅសាកលវិទ្យាល័យតែពិតគេអត់បកប្រែថាគ្រូបង្រៀនហ្នឹងគេបកប្រែថាគ្រូឧទ្ទេស lecturer ហ្នឹង lecturer ហ្នឹងគឺគ្រូឧទ្ទេស sorry គ្រូឧទ្ទេសគ្រូឧទ្ទេសគ្រូឧទ្ទេសហ្នឹងមានន័យថាម៉េចដូចគ្រូបង្រៀនយើងធម្មតាប៉ុន្តែបាទគាត់បង្រៀននៅសាកលវិទ្យាល័យគ្រូបង្រៀនយើងធម្មតាប៉ុន្តែបង្រៀននៅមហាវិទ្យាល័យគ្រូបង្រៀនបាទនៅបាទសាកលវិទ្យាល័យអាហ្នឹងគេប្រើពាក្យហ្នឹងហើយប៉ុន្តែបើសិនជាគ្រូបង្រៀនយើងធម្មតាដូចជាគ្រូបឋមគ្រូអនុគ្រូវិទ្យាល័យគេប្រើពាក្យ teacher មួយម៉ាត់ដែរអាហ្នឹងគ្រូបង្រៀនដែរប៉ុន្តែគ្រូបង្រៀនធម្មតាទេតើបានអត់ទេយើងបាទតើណាបាទសាកលបាទសាកលវិទ្យាល័យបាទគ្រូឧទ្ទេសបាទហើយដល់ពេលបណ្ណារៈបាទបណ្ណារៈស្គាល់ទេយើងស្គាល់ទេបណ្ណារៈហ្នឹងមានន័យថាម៉េចអ្នកដែលអត់ស្គាល់បង
mơ ca khó tao đâu không mà nà lại mà là dương được chơi sập phâu chơi ấy nó người miền nè mơ ca khó tao đâu không mà nà lại vô lắm បាទ toàn này dương toàn đấy ទាត់គ្រូ បាទចឹងបណ្ណារៈហ្នឹងមានន័យថាអ្នកដែលធ្វើការនៅក្នុងបណ្ណាល័យអញ្ចឹងភាសាអង់គ្លេសគេហៅថា librarian បាទបើយើងប្រើពាក្យថា library មួយម៉ាត់អាហ្នឹងគេហៅថាបណ្ណាល័យ library បាទ library បាទអាហ្នឹងគេហៅថាបណ្ណាល័យបណ្ណាល័យដល់ពេលយើងនិយាយមកដល់ librarian librarian ហ្នឹងមានន័យថាបណ្ណារៈអញ្ចឹងបណ្ណារៈហ្នឹងគឺចង់សំដៅទៅលើអ្នកដែលបាទធ្វើការនៅក្នុងបណ្ណាល័យអ្នកធ្វើការនៅក្នុងបណ្ណាល័យបាទអ្នកធ្វើការនៅក្នុងបណ្ណាល័យអាហ្នឹងគេហៅថាបណ្ណារៈយល់បានអត់តោះនេះយើងតោះទេបាទ ចឹងភាសាអង់គ្លេសគេប្រើពាក្យថា librarian បាទយ៉ាងណា librarian បាទ librarian បាទដល់ពេលអ្នកចាំជួយសង្គ្រោះយើងមានរហូតដល់3ផ្នែកអ្នកចាំជួយសង្គ្រោះទី1មានពាក្យ lifeguard បាទយើងប្រើពាក្យ lifeguard ក៏បានពាក្យ life បើប្រែថាជីវិត guard យើងបកប្រែថាការពារដល់ពេលពាក្យពីរហ្នឹងវាបញ្ចូលគ្នាវាទៅជាអ្នកជួយសង្គ្រោះជីវិតអ្នកជួយសង្គ្រោះផ្នែកជីវិតណាបាទអញ្ចឹង lifeguard អ្នកចាំជួយសង្គ្រោះឬក៏យើងប្រើពាក្យថា life saver ក៏បានដែរ life saver ក៏បានដែរអាហ្នឹងក៏បកប្រែថាអ្នកដែលជួយសង្គ្រោះជីវិតក៏បានយល់បានទេតើនេះយើងតើឬក៏យើងប្រើពាក្យមួយទៀតយើងប្រើពាក្យថា serve បាទ serve life saver ក៏បានដែរ serve យើងបន្ថែម serve មួយទៀតមក serve life saver បាទយើងបកប្រែថាអ្នកចាំជួយសង្គ្រោះអ្នកចាំជួយសង្គ្រោះអញ្ចឹងយើងប្រើបាន3ពាក្យស្រឡាញ់ពាក្យមួយណាប្រើមួយហ្នឹងមកតើបានទេយើងតើបាទតោះមួយទៀតភាសាខ្មែរយើងហៅថាភាសាវិទូនេះបកប្រែថាអ្នកប្រាជ្ញដល់ពេលភាសាយើងហ្នឹងដល់ពេលយើងប្រើទៅលើគេហៅថាភាសាវិទូមានន័យថាអ្នកប្រាជ្ញខាងផ្នែកភាសាអញ្ចឹងនៅក្នុងភាសាអង់គ្លេសគេប្រើពាក្យថា linguist បាទយើងអានថា linguist អញ្ចឹង linguist ហ្នឹងគឺអ្នកភាសាវិទូមានន័យថាអ្នកប្រាជ្ញទៅលើផ្នែកភាសាណាយល់ទេយើងយល់ទេតើបាទមានអីចង់សួរហ៎យើងមានចង់សួរហ៎អត់មានទេគ្រូហើយសួរបន្ថែមបានមានចង់សួរណាមានចង់សួរហ៎អត់ទេណាបាទតោះបើអត់ទេយើងចូលទៀតអាហ្នឹងគេអានថា linguist ដល់ពេលជាងសោបាទជាងសោនេះអញ្ចឹងជាងសោហ្នឹងគេហៅថា locksmith បាទ locksmith ជាងសោ locksmith បាទជាងសោបាទដល់ពេលអ្នកដំណើរបាទអ្នកដំណើរការម៉ាស៊ីនមានន័យថាម៉េចអ្នកដែលធ្វើឲ្យម៉ាស៊ីនដំណើរការហ្នឹងដូចយើងរវៃរឿងអីហ្នឹងយើងថាម៉េចអានថាម៉េចហ្នឹងនេះយើងអានថាម៉េចmachine operator បាទ machine operator បាទដូចយើងថាដូចយើងអីគេយើងថាដូចអ្នកចាក់បាសចាក់អេលោក operator ចាក់បាសបត់នេះមួយនេះ operator មានន័យថាយើងធ្វើឲ្យដំណើរការទៅលើអ្វីមួយអាហ្នឹងដូចជាអ្នកចាក់បាសឬក៏អ្នកដែលសេរីភ្លេងសេរីអីហ្នឹងយើងធ្លាប់លើពាក្យហ្នឹងឲ្យលោក operator ហ្នឹងគេប្រើពាក្យហ្នឹងហើយយល់អត់បាទលឺតើរឹងបាទទេលឺតើលោកគ្រូរឹងឯខាង operator គេប្រើពាក្យហ្នឹងហើយបាទអញ្ចឹងដល់ពេលយើងប្រើពាក្យថា machine operator មានន័យថាអ្នកដែលធ្វើឲ្យដំណើរការទៅលើផ្នែកម៉ាស៊ីនណាម៉ាស៊ីនតោះមួយទៀតអ្នកលេងសៀកយើងស្គាល់តែលេងសៀកបាទ
បាទអញ្ចឹងអ្នកលេងសៀកហ្នឹងគឺគេហៅថា magician ភាសាអង់គ្លេសគេហៅ magician ណាអ្នកលេងសៀកបាទអ្នកលេងសៀកបាទហើយដល់ពេលអ្នកបម្រើស្រីអ្នកបម្រើស្រីអញ្ចឹងអ្នកបម្រើស្រីគេប្រើពាក្យថា maid អ្នកបម្រើស្រីណាអ្នកបម្រើស្រីបាទដល់ពេលអ្នកគ្រប់គ្រងបាទគេប្រើពាក្យថា manager នោះគឺអ្នកគ្រប់គ្រងអីមួយហ្នឹងហៅ manager បាទដល់ពេលអ្នកជំនាញបាទអ្នកជំនាញធ្វើកញ្ចក់ធ្វើអីដៃហ្នឹងគេប្រើពាក្យថា man បាទ manicurist យើងអានថា manicurist បាទយើងអានថា manicurist បាទ manicurist ហ្នឹងគឺសំដៅទៅលើអ្នកដែលធ្វើកញ្ចក់ដៃកញ្ចក់ជើងអីហ្នឹងអ្នកជំនាញតោះណាបាទតោះនេះអញ្ចឹងនេះយើងតោះណាចេះអានអត់ណាមើលអានតិចមើលអានថាម៉េច manicurist បាទ manicurist បាទដល់ពេលអ្នកផលិតកយើងប្រើបាន2អ្នកផលិតកឬក៏អ្នកផលិតអីមួយអញ្ចឹងណាយន្តរឿងបទចម្រៀងអីណាបាទអញ្ចឹងយើងប្រើពាក្យបាន2ទី1យើងចង់និយាយថា manufacturer ក៏បានឬក៏ maker ក៏បាន manufacturer ក៏បានឬក៏ maker ក៏បានតើណាអញ្ចឹងពាក្យ2ហ្នឹងបាទយើងបកប្រែថាផលិតករឬក៏អ្នកផលិតយល់បានទេយល់អត់បាទតោះយើងស្លេះតំណឹងទៅចាំអានេះចាំយើងបន្តស្អែកណាបន្តស្អែកឥឡូវយើងងាកមកតែងជាប្រយោគដល់ឲ្យយកពាក្យយកមកតែងតោះឥឡូវសុំលយមុនគេលយបាទយើងយកធំនេះណាយកធំចៅក្រមបាទយកជើងចៅក្រមមកគ្រូបាទតោះលយរកពាក្យមួយមកក្នុងចំណោមពាក្យទាំងអស់ហ្នឹងដែលយើងរៀនហ្នឹងតោះយករកតិចមកលយបាទគ្រូបាទយករកតិចមកជប់នៅរស់សិនតោះមកហើយបងប្រុសរបស់ខ្ញុំពីបាត់លេខកន្លងបងប្រុសរបស់ខ្ញុំបាទចាឈប់បងប្រុសរបស់ខ្ញុំអីទៀតគឺជាបាទគឺជាចៅក្រមនៅសាលាខេត្តអីសៀមរាបសាលាខេត្តសៀមរាបបងប្រុសរបស់ខ្ញុំអង់គ្លេសថាម៉េច My brother បាទ My brother គឺជាថាម៉េចគឺជា is the បាទ is មែនទេបាទអីទៀតចៅក្រមថាមិនចៅក្រមពាក្យមិញថាម៉េច George បាទ judge យើងថា judge is a judge ដាក់មួយទៀតមកចៅក្រមម្នាក់ចេះមកវាស៊ីន័យណាបាទដល់ទៅពេលនៅសាលាខេត្តបាទសៀមរាបថាម៉េចនៅថាម៉េចនៅអេតសៀមរាប
em xiêm riệp អីគេ pro provin win shall hall នេះបាទអញ្ចឹងអា pro win បើសិនយើងប្រើពាក្យថា pro win យើងបកប្រែថាខេត្តប៉ុន្តែ pro win បាទ provincial hall ហ្នឹងគឺសាលាខេត្តណាសាលាខេត្តអញ្ចឹងអាពាក្យចាច់នេះយើងបកប្រែថាចៅក្រមចាច់គឺចៅក្រមចៅក្រមយល់បានអត់ បាទគ្រូយល់ អញ្ចឹង provincial hall វាបកប្រែថាសាលាខេត្តដែរអញ្ចឹងសៀមរាប provincial hall តោះមួយទៀតដូចបាត់សុកមានណាសុកមាននៅហ្នឹងអត់សុកមានចេញបាត់ហើយយ៉ា lâu rồiគ្រូប៉ុន្តែគេចូលឆែកមើលខ្លាចមានណាចូលរៀន តោះលយនៅហ្នឹងលយ ខ្ញុំរួចមិនអីគ្រូនោះសូលី សូឡា សូលី សូលីបាទសូលីតា បាទលោកគ្រូ តាសូលីខ្មែរថាម៉េច រាល់ថ្ងៃ ជប់បាទរាល់ថ្ងៃ ខ្ញុំជាអ្នក ខ្ញុំគឺជាអ្នក អីអ្នក អីគេហ៎ ស្អីគេ operator ហ្នឹងលោកគ្រូ operator ស្អីគេអ្នក អ្នកដំណើរការ អ្នក ម៉ា ដំណើរម៉ាស៊ីន អ្នក អ្នកដំណើរការម៉ាស៊ីន បាទដំណើរការ ការម៉ាស៊ីន ម៉ាស៊ីន នៅក្នុងក្រុមហ៊ុន បាទ អ្នកដំណើរការម៉ាស៊ីនម្នាក់ ម្នាក់ នៅក្នុងក្រុមហ៊ុន បាទទៀត ក្រុមហ៊ុនអូស្ត្រាលី អូស្ត្រាលីបាទចឹងហ៎ បាទ បាទតោះឥឡូវឧទាហរណ៍ជាភាសាអង់គ្លេសថាម៉េចឧទាហរណ៍ជាភាសាអង់គ្លេស every day បាទ every day ទៀតខ្ញុំថាម៉េចខ្ញុំ I am គឺជា am អ្នកដំណើរការម៉ាស៊ីនម្នាក់អីគេអ្នកដំណើរការម៉ាស៊ីនម្នាក់ machine operator machine operator បាទអញ្ចឹងមានថា at machine operator នោះគឺសំដៅទៅលើបាទអ្នកដែលដំណើរការមានធ្វើឲ្យម៉ាស៊ីនដំណើរការអាចង់មានន័យថាអញ្ចឹងណាបាទនៅក្នុងក្រុមហ៊ុនអូស្ត្រាលីម្នាក់អញ្ចឹងប្រើថាម៉េច in អីគេ in the in អត់ដឹកឲ្យដាក់ដឹកបានណានេះចង់ដាក់ដឹកក៏ដាក់តអត់អីទេ in the អីគេ Australia company បាទ Australia company បាទប៉ុណ្ណឹងចឹង every day I am a machine operator in the Australia company ក្រុមហ៊ុនអូស្ត្រាលីបាទតោះខ្មែរយើងទៀតតោះទៀតណាគេតន់នៅ សុំមានម្ដង សុកមានតាសុកមាន Hello សុកមានមានតាណាបាទចេញបាទហើយណាតើវាយប្រើដោយជ្រិញហ៎ប្រើដោយជ្រិញ Hello bye bye ចេញបាទហើយសុកមានចេញបាទហើយហៅពេកតោះមិនហើយប្រើដោយជ្រិញខ្ញុំដាក់ឲ្យហ្មង
mình bị bởi dương riêng tẹt tô mùi bột hà cứ chia mình xây nó o mà nè ba chỗ bọn nế niềng thưa cá chia bọn ná rạ nấu nóng sẽ có chia lấy mùi nấu nóng rồi chia thế ní nóng vậy ta tayทำไมบุพาทำไมบุพาทำไมบุพา bàบุพาอังกฤษถ้าบุพาได้นะบอกนักขมายแบบนี้มันจะบุพาการบุพาใส่เชื่อมนุษย์เก็บเพิ่มหมดไอ้บุพto be ไอ้ is okay good ดอลอ้อมาเนี่ยไม่ใส่ดอลอ้อมาเนี่ยทำไมดอลอ้อมาเนี่ยสั้นอังกฤษทำไมดอลอ้อมาเนี่ยgood good นะgood นั่นคือบางอย่างgood ละอ้อมาเนี่ยบ่เจ้าหน้าปีไม่ใส่ทำไม girl sorry ไม่ใช่ girl a good girl บ่จังบุพา is a good girl จอย full stop สัญญาค่ะปัจจุบันนี่จังปัจจุบันนี่ยังปราบปีอันเฉินยังปราบปีท้า presently นึงกับบ้านยังปราบปีมวยที่ท้า now day นึงกับบ้านนะ now day กับบ้านนะบ่ยังปราบปีนึงกับบ้านนะ presently กับบ้าน now day กับบ้านเนียงอังเลยทำไมเนียงสี่บ่จะធ្វើការជាอังเลยทำไม work is work as บ่ work as บ่มนาละมนาแหละเนี่ยบ่ยังไทยเปลี่ยนมันเนี่ยเพราะเอาไปซีในบ่มนาแหละมันเนี่ยบ่ librarian ចឹងនាងធ្វើការជាបណ្ណារៈម្នាក់នៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញចឹងបច្ចុប្បន្ននេះយើងប្រើពាក្យថាបាទ presently ក៏បាន now today ក៏បានបាទនាងបាទធ្វើការអញ្ចឹង work as បាទ work as នោះគឺធ្វើការបាទ sorry បាទចាំមក work as នោះគឺធ្វើការម្នាក់មនារៈចឹងមនារៈម្នាក់ថាម៉េចមនារៈអង់គ្លេសថាម៉េចនេះlibrarian បាទគេហៅថា librarian បាទយើងហៅ librarian បាទ librarian ចាបាទ librarian បាទទាំង library យើងบอกថាបណ្ណារៈបាទបណ្ណារៈបាទនៅក្នុងសាកលវិទ្យាល័យមួយ in អីគេ in a university នេះយើងបកប្រែថាសាកលវិទ្យាល័យ university យើងបកប្រែថាសាកលវិទ្យាល័យបាទសាកលវិទ្យាល័យបាទហើយនៅក្នុងរាជធានីភ្នំពេញមួយនៅក្នុងទៀតណា in គឺបើ in ច្រើនតិចណាដោយសារ she work as a library in a university in ភ្នំពេញ
in ភ្នំពេញ ភ្នំពេញ city ទីក្រុងភ្នំពេញឬក៏ភ្នំពេញ capital city ក៏បានដែរ capital city ដោយសារយើងប្រើពាក្យរាជធានីបាទអញ្ចឹងគឺភ្នំពេញ capital city មកមកឡាយចេះតែយើងស្រួលមើលណាបាទឲ្យតែយើងស្រួលមើលចឹងតើអត់តើគ្រូតើតើណាបាទតោះឥឡូវខ្ញុំដាក់ homework មួយឲ្យធ្វើណាសម្រាប់ប្រមូលយកថ្ងៃស្អែកបាទ homework ស្អែកយើងរៀនធម្មតានេះយើងណាបាទ homework បាទអូខេចឹងខ្ញុំដាក់ homework មួយឲ្យធ្វើជាភាសាខ្មែរមើលរកពាក្យណាមួយមើលឆ្នាំពុភៈបាទពុភៈគឺជាបុរសដ៏ល្បីល្បាញម្នាក់នៅក្នុងខេត្តរបស់គាត់មុខរបររបស់គាត់គឺជាអ្នកលេងសៀកដ៏ល្បីល្បាញម្នាក់ផងដែរប៉ុណ្ណឹងបានទេបាទគ្រូបាទណាបាទអញ្ចឹងគឺមិនយើងទៅតាញមកណាអញ្ចឹងពុភៈគឺជាបរិសុទ្ធដ៏ល្បីល្បាញម្នាក់ក្នុងខេត្តរបស់គាត់មុខរបររបស់គាត់គឺជាអ្នកលេងសៀកដ៏ល្បីល្បាញម្នាក់ផងដែរអូខេអញ្ចឹងប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការចូលរួមថ្ងៃនេះជួបគ្នានៅថ្ងៃស្អែកវេលាម៉ោងដដែលបាទរាត្រីសួស្តីសុបិនល្អទាំងអស់គ្នាបាទ